ខ្ញុំបានឲ្យគោលការណ៍ទៅក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក្រសួងកសិកម្មក្រសួងសិប្បកម្មក្រសួងឧស្សាហកម្មសិប្បកម្មនវានុវត្តន៍ក្រសួងពាណិជ្ជកម្មក្រសួងពាក់ព័ន្ធបណ្ដារាជធានីខេត្តឧទាហរណ៍ត្រូវពង្រឹងសមត្ថភាពផលិតផ្ទៃក្នុងរបស់យើងត្រូវពង្រឹងសមត្ថភាពធានាគុណភាពនៅផលិតផលជាច្រើនដើម្បីដោះស្រាយនៅទីផ្សារផ្ទៃក្នុងរបស់យើងជាជាងដបចុះឧទាហរណ៍យើងអត់បដិសេធអ្នកណាគេទេអត់អីទេប៉ុន្តែត្រូវពង្រឹងខ្លួនឯងត្រូវពង្រឹងសមត្ថភាពជាតិរបស់យើងត្រូវរួមគ្នាវាទាមទារឲ្យគ្រប់វិស័យមិនថាតែរដ្ឋទេវិស័យឯកជនក៏ដូចគ្នាដើម្បីឲ្យទំនិញផលិតផលយើងដើរមិនសមវិញខ្ញុំទៅការគេខ្ញុំជួបអង្គញាឡាវ៉ាន់ខ្ញុំសួរឥឡូវមីជាតិយើងប្រមាណភាគរយផ្គត់ផ្គង់បាន 20% អញ្ចឹងដើម្បីយើងផ្គត់ផ្គង់ឲ្យកាន់តែរីកទាល់តែមានគោលការណ៍សហការរវាងរដ្ឋវិស័យឯកជនដើម្បីជួយនៅក្នុងការផលិតនេះឧទាហរណ៍ជាក់ស្ដែងផលិតផលទឹកដោះគោផលិតផលអីផ្សេងទៀតដែលយើងគ្រាន់តែថាចង់គ្រប់គ្រងផលិតផលជាតិយើងត្រូវរួមគ្នាដើម្បីពង្រឹងគេថាសមត្ថភាពផលិតដោយគុណភាពវិស័យឯកជនត្រូវការវិនិយោគត្រូវការគិតគូរពីគុណភាពហើយធានាឲ្យបានខ្សែសង្វាក់រដ្ឋត្រូវការជួយយ៉ាងណាអានេះដែលខ្ញុំនិយាយភ្ជាប់ទៅលើការពង្រឹងសមត្ថភាពនៅក្នុងការពង្រឹងខ្លួនឯងគ្មានពីណាជួយយើងក្រៅពីយើងជួយខ្លួនឯងនោះទេហើយខ្លួនឯងទាល់តែរួមគ្នាអត់មានពឹងផ្អែកអត់មានមើលបំណាំគ្នានោះទេ